ក្រោយកើតកូនហើយតោះតែមានលុយបានអាចស្អាតបានអញ្ចឹងវីដេអូនេះខ្ញុំមកចង់និយាយរឿងហ្នឹងសម្រាប់ខ្ញុំគឺការស្ដាររូបរាងខ្លួនឯងក្រោយពេលសម្រាលហ្នឹងអត់លើការដែលយើងមានលុយឬក៏អត់ទេព្រោះបញ្ហាចម្បងរបស់អ្នកម៉ាក់ក្រោយពេលសម្រាលនោះគឺមានទី1នោះគឺការឡើងគីឡូទី2នោះគឺស្បែកប្រែខ្មៅស្អាប់ហើយមានស្នាមនៅលើខ្លួនអញ្ចឹងបើអ្នកម៉ាក់និយាយថាបើអត់លុយអត់អាចប្រែខ្លួនឯងឲ្យស្អាតក្រោយពេលសម្រាលបានទេខ្ញុំគិតថាអត់អញ្ចឹងទេគាត់ថាបើសិនបើយើងអត់មានលុយទៅធ្វើសេវាកម្មផ្សេងៗដូចជាគេវាត្រូវការចំណាយពេលយូរជាងគេដែលមានលុយទៅធ្វើសេវាកម្មផ្សេងៗឧទាហរណ៍ទី1សម្រាប់ការឡើងគីឡូយើងអាចរៀបចំរបបអាហារខ្លួនឯងកាត់បន្ថយបាយកាត់បន្ថយជាតិស្ករយើងនឹងអាចស្រកគីឡូបានប៉ុន្តែគ្រាន់ថាយើងចំណាយពេលយូរឧទាហរណ៍ដូចជាខ្ញុំផ្ទាល់ខ្ញុំអាចស្រកគីឡូពី80គីឡូរហូតមកដល់ឥឡូវសល់54 55នោះខ្ញុំចំណាយពេលរហូតដល់7ឆ្នាំទើបខ្ញុំអាចស្រកបានមកដល់ប៉ុណ្នេះប៉ុន្តែបើសម្រាប់គេមានលុយគេអាចទៅធ្វើសេវាកម្មផ្សេងៗនៅហាងគេអញ្ចឹងទៅគេអាចចំណាយពេលត្រឹមតែ4 5ខែគេអាចត្រឡប់មកដូចតាមវិញបានហើយចំណែកចំណុចទី2នោះគឺស្បែករបស់យើងអញ្ចឹងបញ្ហារបស់អ្នកម៉ាក់ក្រោយពេលសម្រាលភាគច្រើនហ្នឹងគឺស្បែកប្រែខ្មៅស្អាប់ហើយមានស្នាមនៅលើខ្លួនអីអញ្ចឹងណាអញ្ចឹងខ្ញុំក៏ជួបដូចគ្នាដែរអញ្ចឹងសម្រាប់ខ្ញុំអត់មានប្រើសេវាកម្មអីខាងក្រៅទេគឺខ្ញុំថែខ្លួនឯងនៅផ្ទះទាំងអស់ទី1ខ្ញុំស្គ្រាប់ស្បែកហើយនឹងឆ្ពង់នៅផ្ទះខ្លួនឯងអញ្ចឹងវិធីសាស្ត្រទាំងអស់ហ្នឹងដែលវាជួយឲ្យស្បែកខ្ញុំប្រែដូចកាលពីមុនខ្ញុំអាចនិយាយថាស្បែកខ្ញុំឥឡូវស្អាតជាងមុនទៀតហើយខ្ញុំអត់មានចំណាយអីច្រើនឧទាហរណ៍ថាខ្ញុំមានរៀងមានលុយបន្តិចដែរអញ្ចឹងខ្ញុំខ្ជិលធ្វើខ្លួនឯងខ្ញុំទិញ scrap របស់គេមកប្រើខ្លួនឯងអញ្ចឹងសម្រាប់ការឆ្ពង់ហើយនឹងការ scrap ស្បែកហ្នឹងទោះបីជាយើងអត់មានលុយទៅទិញក៏យើងអាចធ្វើខ្លួនឯងបានដែរគាត់ថាខ្ញុំខ្ជិលអញ្ចឹងទៅខ្ញុំទិញពីគេមកខ្ញុំទិញ scrap ខ្ញុំទិញអីរបស់គេមកធ្វើខ្លួនឯងនៅផ្ទះប៉ុន្តែបើសិនបើអ្នកម៉ាក់ណាតែគាត់ថាគាត់អត់មានថវិកាសម្រាប់ចំណាយទៅលើរឿងហ្នឹងខ្ញុំគិតថាគាត់អាចទៅទិញនៅផ្សារឧទាហរណ៍ដូចកាលខ្ញុំនៅក្មេងម៉ាក់ខ្ញុំទិញតែអំពិលទុំកាហ្វេបល័យអីអញ្ចឹងណាយើងយកមកលាយធ្វើខ្លួនឯងស្រាប់ស្បែកខ្លួនឯងនៅផ្ទះអីអញ្ចឹងទៅអញ្ចឹងអាហ្នឹងយើងចំណាយតិចមែនតើហើយនិយាយទៅយើងអត់ធ្វើការចំណាយច្រើនគាត់ថាបើយើងមានថវិកាតិចតួចដែរយើងខ្ជិលធ្វើខ្លួនឯងយើងទិញគេដូចខ្ញុំអញ្ចឹងទៅហើយមានមួយចំណុចទៀតដែលម៉ាក់គាត់និយាយគាត់ថាគាត់រកតែពេលហូបបាយហូបពេលសម្រាប់អត់ឃើញមានពេលណាថែខ្លួនអីអញ្ចឹងទៅបើសម្រាប់ខ្ញុំហ្មងខ្ញុំក៏ជាអ្នកម៉ាក់ម្នាក់ដែលមើលកូនដែលផ្ទាល់ដៃដែរខ្ញុំមើលកូនពីរអ្នកប្តីប្រពន្ធទេហើយខ្ញុំក៏ធ្វើការដែរការងារផ្ទះផ្សេងមើលកូនធ្វើការងារផ្ទះផ្សេងហើយក៏ឆ្លៀតធ្វើការងារខ្លួនឯងទៀតមានជាការធ្វើវីដេអូផ្សេងដូចអ្នកនរគ្នាបានឃើញអញ្ចឹងណាអញ្ចឹងខ្ញុំក៏រវល់ការងារដូចគ្នាដែរប៉ុន្តែហេតុអីបើខ្ញុំឆ្លៀតថែខ្លួនឯងបានពេលដែលខ្ញុំក្រោយសម្រាលមកវិញទី1ខ្ញុំមានការតាំងចិត្តខ្លួនឯងខ្ពស់អញ្ចឹងទោះបីជាខ្ញុំរវល់ប៉ុណ្ណាក៏ដោយរហូតដល់យប់ជ្រៅម៉ោង11 12ម៉ោង1យប់ក៏ដោយនិយាយទៅឲ្យតែខ្ញុំរួចរាល់ការងារអស់គឺខ្ញុំឆ្លៀតថែខ្លួនឯងនិយាយទៅទោះបីជាខ្ញុំហត់ប៉ុណ្ណាក៏ដោយលុះត្រាតែខ្ញុំងើបអត់រួចពីខែហ្មងអាហ្នឹងបាទខ្ញុំអត់ធ្វើប៉ុន្តែបើសិនបើខ្ញុំនៅមានកម្លាំងអាចងើបបានខ្ញុំនៅតែទៅធ្វើខ្លួនស្រាប់ស្បែកងូតទឹកស្រាប់ស្បែកឆ្ពងបិទម៉ាស់មុខបិទអីអញ្ចឹងទៅនិយាយទៅអាហ្នឹងជាអីដែលខ្ញុំនិយាយថាវាជាការតាំងចិត្តមិនមែនខ្ញុំនិយាយថាអូយើងការស្ដាររូបរាងខ្លួនឯងក្រោយពេលសម្រាលហ្នឹងវាអត់ប្របាអីឲ្យតែយើងស្រឡាញ់ខ្លួនឯងអត់បោះបង់ចោលខ្លួនឯងអីមិនមែនថាមកពីខ្ញុំមានពេលវេលាមានម៉ែដោះមើលកូនអីទេនិយាយទៅខ្ញុំដូចតែអ្នកទាំងអស់គ្នានឹងឯងខ្ញុំមើលកូនខ្លួនឯងខ្ញុំធ្វើការងារផ្ទះខ្ញុំរកស៊ីខ្ញុំធ្វើការធ្វើវីដេអូរបស់ខ្ញុំហ្នឹងជាការរកស៊ីរបស់ខ្ញុំព្រោះខ្ញុំក៏មានទទួលថតផ្សាយ product ផ្សាយផលិតផលអីគេផ្សេងៗដូចគ្នាអញ្ចឹងខ្ញុំក៏ត្រូវធ្វើការខាងក្រៅធ្វើការផ្ទះឲ្យមើលកូនខ្លួនឯងប៉ុន្តែនិយាយទៅគោលដៅខ្ញុំគឺខ្ញុំចង់ឲ្យខ្លួនឯងត្រឡប់មកស្អាតមកវិញម្ដងទៀតបើទោះបីជាមិនបានដូចមុន 100% ក៏អាចមកវិញ70 80%អីចឹងទៅអញ្ចឹងហើយបើខ្ញុំមានការតាំងចិត្តទោះបីជាខ្ញុំហត់អស់កម្លាំងអត់ងងុយប៉ុណ្ណាក៏ខ្ញុំត្រូវតែងើបទៅធ្វើខ្លួនឯងខ្ញុំងើបទៅហើយមួយទៀតគឺផុសដែលខ្ញុំបានផុសហ្នឹងខ្ញុំអត់មានគោលបំណងអីក្រៅពីចង់លើកទឹកចិត្តដល់អ្នកមាក់ក្រោយពេលសម្រាប់ទាំងអស់ដែលគាត់មានការប្រែប្រួលរូបរាងចង់លើកទឹកចិត្តឲ្យគាត់ថាកុំអស់សង្ឃឹមកុំគិតថាហើយខ្លួនខ្ញុំប្រហែលជាអាចស្អាតដូចមុនអីទេគឺផុសហ្នឹងខ្ញុំចង់មានន័យថាខ្ញុំចង់លើកទឹកចិត្តឲ្យគាត់មានកម្លាំងចិត្តកុំបោះបង់អីកុំអស់សង្ឃឹមអីគាត់ថាបើយើងបាត់ចិត្តយើងតិចយើងត្រូវការចំណាយពេលវេលាយូរប៉ុន្តែបើគេមានបាត់ចិត្តច្រើនគេអាចធ្វើសេវាកម្មឬក៏ទិញផលិតផលអីញ៉ាំផលិតផលអីប្រើប្រាស់ច្រើនគេអាចស្ដាររូបរាងខ្លួនឯងបានលឿនអញ្ចឹងទៅអញ្ចឹងគ្រប់យ៉ាងវាត្រូវការពេលវេលាយើងសន្សំកុំដាក់សម្ពាធលើខ្លួនឯងហើយកុំបំបាក់ទឹកចិត្តឲ្យខ្លួនឯងដែរនិយាយទៅចំណុចសំខាន់បំផុតនោះគឺត្រូវតែស្រឡាញ់ខ្លួនឯង yes ពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ